សួស្តីអ្នកសិក្សាមកឥឡូវមើលលំហាត់មួយគេដឹងថាតង់ x ស្មើនឹងឬការ៉េនៃ b នៅលើ a ចូលស្រាយថា cos សេគុណ 4x នៅលើ a បូកឲ្យ sin សេគុណ 4x នៅលើ b ស្មើនឹង1នៅលើ a បូក b ឥឡូវយើងមកមើលការដោះស្រាយអូខេកន្លឹះនៃការដោះស្រាយលំហាត់នេះគឺយើងត្រូវយកអ្វីដែលគេឲ្យយើងអ្វីដែលគេឲ្យមកយើងគឺតង់ x ចឹងយើងមើលមកគេមានតង់ x ស្មើនឹងឬការ៉េនៃ b នៅលើ a អញ្ចឹងដែលដឹងថាតង់ x របស់យើងហ្នឹងគឺកើតចេញមកពី sin នៅលើ cos អញ្ចឹងបាន sin x នៅលើ cos x ស្មើនឹងឬការ៉េនៃ b នៅលើ a អញ្ចឹងដើម្បីលុបការ៉េនឹងបានទី1យើងត្រូវលើកអង្គសងខាងជាការ៉េមកអញ្ចឹងវាបាន sin ការ៉េ x នៅលើ cos ការ៉េ x ស្មើនឹងអានេះការ៉េដាច់អស់នៅសល់ b នៅលើ a អញ្ចឹងយើងបំលែងមកយើងបំលែងបានកវត្ត cos មកឡើង b ហើយ b កវត្តមកឡើង cos វិញអញ្ចឹងវាចេញបានទៅជា sin ការ៉េ x នៅលើ b ស្មើនឹង cos ការ៉េ x នៅលើ a អញ្ចឹងមានន័យថាsin ការ៉េ x នៅលើ b ស្មើនឹង cos ការ៉េ x នៅលើ b មានន័យថាពីរនឹងស្មើគ្នាបើពីរនឹងស្មើគ្នាមានន័យថាវាដូចគ្នាបើដូចគ្នាយើងអាចយកវាចូលយើងអាចយកវាបូកចូលគ្នាបានអញ្ចឹងស្មើតទៀតគឺស្មើទៅនឹង sin ការ៉េ x បូក cos ការ៉េ x នៅលើ a បូក b អញ្ចឹងរូបមន្តរបស់យើងគឺ sin ការ៉េ x បូក cos ការ៉េ x ហ្នឹងគឺស្មើ1អញ្ចឹងស្មើបន្តទៀតមកស្មើ1នៅលើ a បូក b អញ្ចឹងហ៎អញ្ចឹងធ្វើឲ្យគេទាញបាននាំឲ្យគេទាញបាន sin ការ៉េ x នៅលើ b ស្មើនឹង1នៅលើ a បូក b អញ្ចឹងយើងលើកអង្គសងខាងជាការ៉េមកលើកអង្គសងខាងជាការ៉េមកវាបានទៅជា sin សេគុណ 4x នៅលើ3របស់យើងវាបាន3ការ៉េអញ្ចឹងយើងមាន3ការ៉េមានថា 3 គុណ 3អញ្ចឹងយើងយក3ហ្នឹងកវត្តមកអង្គទី2មកគុណខ្វែងមកអញ្ចឹងវាបានទៅជា3គុណ1ស្មើនឹង3អញ្ចឹងបាន3នៅលើ a បូក b តោះនេះអានេះជាទំនាក់ទំនងទី1អូខេអញ្ចឹងនាំឲ្យ cos ការ៉េនាំឲ្យ cos ការ៉េវិញម្ដង cos ការ៉េ x នៅលើ a ស្មើនឹង1នៅលើ a បូក b គឺយើងធ្វើដូចគ្នាដែរលើកអង្គសងខាងជាការ៉េមកអូ sorry ទំនាក់ទំនងទី1នេះត្រូវដាក់លើជាការ៉េអូខេចឹងដូចគ្នាដែរលើកអង្គសងខាងជាការ៉េមកបានទៅជា cos ស្វ័យគុណ 4x នៅលើ a ហើយវាបាន a ការ៉េមានន័យថា a គុណ a ចឹងយើងកវត្ត a មកកវត្ត a មកអង្គទី2មកចង់បាន a នៅលើ a បូក b ក្តោបការ៉េជាទំនាក់ទំនងទី2អញ្ចឹងយើងយក1ហើយនឹង2បូកចូលគ្នាមកយកទំនាក់ទំនងទី1ទំនាក់ទំនងទី2បូកចូលគ្នាមក1បូក2អញ្ចឹងយើងយក1បូក2អញ្ចឹងនាំឲ្យគេទាញបានគេបាន sin សេគុណ 4x នៅលើ b បូកឲ្យ cos សេគុណ 4x នៅលើ a គឺស្មើនឹង a បូក b នៅលើ a បូក b លើកជាការ៉េអូខេអញ្ចឹង a បូក b នៅលើ a បូក b លើកជាការ៉េយើងសម្រួលចោល1មកអញ្ចឹងវានៅសល់1នៅលើ a បូក b អញ្ចឹងគឺពិតអញ្ចឹងគឺអ្វីដែលយើងស្រាយនោះគឺពិតអញ្ចឹងពិតអូខេអញ្ចឹងដំណោះស្រាយរបស់យើងគឺមានតែប៉ុណ្ណឹងបើសិនជាមានកន្លែងណាអត់យល់អាចឆាតសួរបានអញ្ចឹងសូមអរគុណជម្រាបលាអ្នកទាំងអស់គ្នា